សូមបីតែសាច់រឿងលេងអីក៏ដោយឲ្យតែមានជួបបងប្អូនគឺខ្ញុំទឹកភ្នែករាល់ថ្ងៃបងណាប់ស្កើមខ្លួនណាប់គាត់ទៅណាមកជួបតបលើខ្ញុំវាលោកសោះគឺទឹកភ្នែកម្ដាយហើយ30ម្ដាយឆ្នាំម្ដាយនឹកណាស់ក្រុមការងារពួកបាយ័នហ្នឹងគាត់ជួយខ្ញុំបាទដែលផ្សព្វផ្សាយរោគឪពុកម្ដាយមានចាក់ផ្សាយជារៀងរាល់ថ្ងៃច័ន្ទនៅលើកញ្ចក់ទូរទស្សន៍បាយ័ននាវេលាម៉ោង 6 ល្ងាចកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនសូមជម្រាបសួរអាយដាមលោកជំទាវលោកស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនផ្ដល់ជូនសេវាកម្មឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសដើម្បីស្វែងរកសាច់ញាតិដែលបានបែកគ្នានៅក្នុងសម័យសង្គ្រាមឬបានបាត់ខ្លួនដោយសារមូលហេតុជាច្រើនផ្សេងទៀតនៅក្រោយសម័យសង្គ្រាមលោកអ្នកអាចតាក់ទងមកកាន់កម្មវិធីរបស់យើងតាមរយៈលេខទូរស័ព្ទ0975 097 097 កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 18 ល្ងាចនិងផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃពុធវេលាម៉ោង 13:30 នាទីហើយកន្លងមកគឺកម្មវិធីរបស់យើងធ្លាប់បានឮថាមានបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងមួយចំនួនលោកមានការភ័ន្តច្រឡំថាកម្មវិធីរបស់យើងមានការយកប្រាក់ពីពួកគាត់ក្នុងការស្វែងរកសាច់ញាតិបាទជាឱកាសនេះគឺយើងខ្ញុំសូមបញ្ជាក់ជូនថាកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនពុំមានការយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងការជួយស្វែងរកសាច់ញាតិនោះទេហើយចំពោះទេសនិកជនដែលមានចេតនាចង់អញ្ជើញចូលរួមទស្សនាផ្ទាល់នៅក្នុងកម្មវិធីបាទសូមតាក់ទងមកកាន់លេខទូរស័ព្ទ0975 097 097 កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នជាមួយនឹងក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនរហូតមកដល់ថ្ងៃនេះកម្មវិធីរបស់យើងបានទទួលនៅពាក្យស្វែងរកសាច់ញាតិពីបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងទាំងនៅក្នុងប្រទេសក៏ដូចជានៅឯក្រៅប្រទេសជាង600ករណីមកហើយជារៀងរាល់ខែគឺកម្មវិធីរបស់យើងតែងតែផ្ដល់ជូននៅក្តីសង្ឃឹមដែលជាការជួបជុំជូនទៅដល់ប្រជាពលរដ្ឋកម្ពុជារបស់យើងហើយក៏សង្ឃឹមទុកថាយើងនឹងផ្ដល់ជូនដល់ការជួបជុំនេះជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលបានដាក់ពាក្យដើម្បីស្វែងរកសាច់ញាតិតែពុំទាន់បានជួបជុំយើងបានដឹងហើយថាប្រជាជនកម្ពុជារបស់យើងរាប់ម៉ឺននាក់គឺបានបែកបាក់គ្រួសារដោយសាររបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមនឹងត្រូវពុះពៀជីវិតក្នុងនាមជាកុមារកំព្រាដែលរស់នៅឯកាតែម្នាក់ឯងហើយការបែកបាក់នេះបានប្រែក្លាយអនាគតរបស់ពួកគាត់ទាំងស្រុង17 មេសាឆ្នាំ 1975 បានប្រែក្លាយប្រទេសកម្ពុជាទាំងមូលឲ្យស្ថិតក្នុងភពងងឹតគ្មានពន្លឺរស្មីនិងគ្មានក្តីសង្ឃឹមទីក្រុងបានក្លាយទៅជាទីក្រុងខ្មោចដ៏ស្ងាត់ជ្រងំប្រជាជនរាប់លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនិងត្រូវបង្ខំឲ្យធ្វើការធ្ងន់លើសពីកម្លាំងពលកម្មសង្គ្រាមដី
8ឆ្នាំ8ខែ20ថ្ងៃបានធ្វើឲ្យប្រជាជនកម្ពុជាជាង1.7 សែននាក់ត្រូវបានសម្លាប់និងស្លាប់ដោយសារការអត់ឃ្លាននិងប្រជាជនកម្ពុជាជាច្រើនអ្នកទៀតបាននិរាសព្រាត់ប្រាសពីសាច់ញាតិនិងបានបន្សល់ទុកនូវកុមារកំព្រាជាច្រើនឲ្យរស់រងទុក្ខវេទនាតែម្នាក់ឯងទុក្ខវេទនាដ៏មហាសែនលំបាកនេះបានបង្ខំឲ្យប្រជាជនកម្ពុជាជាង8សែននាក់រត់ភៀសខ្លួនចេញទៅរស់នៅជំរំដើម្បីរួចផុតពីការស្លាប់និងបានស្គាល់នូវពន្លឺអនាគតថ្មីលើទឹកដីថ្មីប៉ុន្តែបំណងប្រាថ្នាមិនបានកើតមានចំពោះពួកគាត់គ្រប់គ្នានោះទេជាង 13% នៃជនភៀសខ្លួនកម្ពុជាបានចេញទៅរស់នៅឯប្រទេសទី3និងជាង 87% បានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញរយៈពេលជាង10ឆ្នាំនៃការរស់នៅក្នុងជំរំបើទោះបីជាពួកគាត់បានរួចផុតពីទុក្ខវេទនារាងកាយប៉ុន្តែទុក្ខវេទនាក្នុងចិត្តនៅតែកើតមានដោយសារតែភាពស្រពិចស្រពិលនៃអនាគតនិងការនិរាសព្រាត់ប្រាសនៅតែកើតមានសម្រាប់ពួកគាត់ទោះបីជាសង្គ្រាមប្រល័យពូជសាសន៍នេះបានបញ្ចប់ជាងរយៈពេល30ឆ្នាំក៏ដោយក៏ប្រជាជនមួយចំនួនធំនៅតែមិនអាចបំភ្លេចបាននិងនៅទទួលរងនឹងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមនេះនៅឡើយការឈឺចាប់នោះគឺជាការបែកបាក់ពីសាច់ញាតិនិងបងប្អូនជាទីស្រឡាញ់ហើយនៅតែមិនទាន់បានជួបជុំគ្នានៅឡើយទេរហូតមកដល់បច្ចុប្បន្នបាទសូមជំរាបសួរបាទតើលោកស្រីមានឈ្មោះអ្វីដែរហើយលោកស្រីដាក់ពាក្យមកកាន់កម្មវិធីរបស់យើងនេះដើម្បីស្វែងរកអ្នកណាហើយបានបែកគ្នាកាលពីពេលណាដែរចាខ្ញុំមកដាក់ពាក្យស្វែងរកឪពុកម្ដាយនិងប្អូនចាឪពុកម្ដាយនិងប្អូនចាបាទហើយឪពុកម្ដាយនិងបងប្អូនមានប្រមាណអ្នកដែរមាន9នាក់ចា9នាក់ចាបាទហើយតើពួកគាត់ជាអ្នកណាហើយពួកគាត់មានឈ្មោះអ្វីខ្លះដែរខ្ញុំឈ្មោះផាន់ស៊ីរីយ៉ាហ្នឹងមកសុំដាក់ពាក្យហ្នឹងដើម្បីសួររកឪពុកម្ដាយប្អូនប៉ាខ្ញុំឈ្មោះខុតផាន់បាទចាម៉ាក់ឈ្មោះជាមសាយៀនបាទចាហើយប្អូនប្រុសទី1ឈ្មោះផាន់សំណាងបាទចាប្អូនស្រីទី2ឈ្មោះផាន់បូផាហៅតំបាទប្អូនស្រីទី3ឈ្មោះផាន់ស៊ីនួនហើយប្អូនប្រុសទី4ឈ្មោះផាន់តារាបាទហើយទីប្អូនប្រុសទី5ឈ្មោះផាន់ស៊ីនិតបាទទី6ឈ្មោះទីចាបាទហើយកាលពីមុនខ្ញុំបាននៅជុំគ្នាបាទនៅសធមុខទាំងអស់ណាបាទចាដល់ពេលនោះគាត់ក៏ធ្វើទាហានប៉ាខ្ញុំគាត់ធ្វើទាហានបាទគាត់នៅប្រទាយច្បាំអំពៅហើយវាំងបេអ៊ីបាទវាំងវិតបេអ៊ីវាំងវិតបេអ៊ីចាដល់ពេលឆ្នាំ72គាត់ក៏បានផ្លាស់ទៅកំពង់សោមបាទផ្លាស់ទៅកំពង់សោមអញ្ចឹងទៅខ្ញុំក៏បានទៅលេងជាមួយគាត់បាន2-3ដងដែរបាទចាដល់ពេលឆ្នាំ75ខ្ញុំរត់ទៅតែស្រុកវាអត់ស្រួលក៏ខ្ញុំអត់បានទៅវិញបាទចាពេលនោះ
ពួកខ្ញុំបែកគាត់រហូតអត់ដែលបានជួបគាត់ទេ ចឹងបែកនៅក្នុងឆ្នាំ1975 ចា ដែលឈានចូលរបបបល្ល័យពូជសាសន៍ប៉ុលពតហ្នឹង ចា បាទពេលនោះគឺលោកស្រីបែកពីពួកគាត់តែម្នាក់ឯងតែម្ដងឬក៏មានបងប្អូនជាមួយគ្នាដែរ ចាគាត់បែកតែខ្ញុំទេព្រោះខ្ញុំមានគ្រួសារហើយខ្ញុំរៀបការរួចហើយខ្ញុំមានកូន2នៅភ្នំពេញនៅទឹកល្អត់ដដែល បាទ គាត់ក៏ផ្លាស់ទៅកំពង់សោម បាទ ចា ចឹងមានន័យថាលោកស្រីបែកថាមកនៅជាមួយតែខាងក្រុមគ្រួសារហើយនឹងកូន ចា ដល់បងប្អូនហ្នឹងគឺ ទៅ បែក មួយប៉ាទាំងអស់ ទៅមួយប៉ាហើយក៏ ចា បែកគ្នាទាំងអស់តែ ចា ចុះក្រោយពីសង្គ្រាមបានបញ្ចប់តើលោកស្រីមានបានព្យាយាមស្វែងរកពួកគាត់ទេ ចាខ្ញុំទៅកន្លែងដែលគាត់រស់នៅកំពង់សោមហ្នឹងទៅរកកន្លែងផ្ទះឯចាស់ហ្នឹងចាទៅរកអត់ឃើញសួរគេក៏អត់ដឹងខ្ញុំទៅពីរដងដែរ បាទ ចាសួរអ្នកស្គាល់គេថាពេលនោះបែកគ្នាអស់ បាទ គេអត់បានដឹងអ្នកណា ទៅសួរនាំនៅកន្លែងដែលយើងបានបែកគ្នាហ្នឹងក៏អត់មានដំណឹងដែរ ចាទៅគាត់ចេញពីកំពង់សោមទៅសួររកគាត់អត់មានអ្នកណាដឹងចា អញ្ចឹងមកដល់រហូតមកដល់បច្ចុប្បន្ននេះលោកស្រីនៅមានជួបនឹងថាបងប្អូនបង្កើតមានជួបខ្លះដែរឬក៏អត់តែ អត់ទៅតែសោះ អត់តតែសោះ ចា បាទនិយាយទៅថាបងប្អូនសមាជិករហូតដល់ទៅ9នាក់ហើយ ចា លោកស្រីអត់មានបានជួបសោះ អត់ អញ្ចឹង ចា អាចនិយាយបានទេពីទឹកចិត្តហើយនឹងអារម្មណ៍របស់លោកស្រីនៅពេលដែលបែកបាក់ពីក្រុមគ្រួសារជាសាច់ឈាមបង្កើតរយៈពេល30ឆ្នាំជាងនៅពេលដែលឃើញគេជួបជុំនៅពេលដែលឃើញគេមានបងប្អូនតើអារម្មណ៍របស់លោកស្រីមានការនឹករលឹកទៅដល់ពួកគាត់កម្រិតណាដែរ ចាខ្ញុំឃើញគេជួបជុំបងប្អូនខ្ញុំឃើញខ្ញុំរំភើបរំថត់ជាមួយគេដែរ បាទ ខ្ញុំចង់ជួបបងប្អូនម៉ែឪណាស់តែបានខ្ញុំមកខាងបាយ័នទូបាយ័ននឹងឲ្យជួយ បាទ នឹងខ្ញុំក្រែងខ្ញុំបានជួបដូចនឹងគេដែរ បាទ ចា បាទបាទលោកអ្នកបានស្ដាប់ពីការរៀបរាប់របស់លោកស្រីផាន់ស៊ីរីយ៉ាបាទដែលបានរៀបរាប់ពីដំណើរជីវិតនៃការបែកបាក់ពីក្រុមគ្រួសារនៅក្នុងអំឡុងឆ្នាំ1975នៅពេលដែលប៉ុលពតជំលះប្រជាជនចេញពីក្រុងភ្នំពេញដើម្បីទៅតាមបណ្ដាខេត្តផ្សេងៗនោះលោកស្រីក៏បានបែកបាក់ពីក្រុមគ្រួសាររបស់លោកស្រីរហូតមកដល់បច្ចុប្បន្ននេះរយៈពេល30ឆ្នាំជាងហើយដែលលោកស្រីរស់នៅដោយពុំមានសាច់ញាតិបង្កើតជាឪពុកម្ដាយឬបងប្អូនគឺមិនមានតតែសោះដូច្នេះពេលនេះគឺលោកស្រីបានដាក់ពាក្យមកកាន់កម្មវិធីរបស់យើងដើម្បីស្វែងរកពួកគាត់ដែលក្នុងនោះខ្ញុំបាទសូមជម្រាបជូនថាបាទលោកស្រីបានបែកពីឪពុកម្ដាយបងប្អូនហើយក្នុងនោះប្រសិនបើលោកឪពុកដែលមានឈ្មោះថាខុតថាន់អ្នកម្ដាយជាមសានយានលោកផាន់សំណាងលោកស្រីផាន់ស៊ីតំលោកស្រីផាន់ស៊ីលោកស្រីផាន់ស៊ីនួនស៊ីដាបាទលោកស្រីផាន់ស៊ីនួនលោកផាន់និតលោកផាន់តារានិងលោកផាន់ទីដែលមានដំណើររឿងដោយដែលលោកស្រីបានរៀបរាប់ឬក៏ទស្សនិកជនដែលបានជ្រាបពីដំណឹងនេះសូមតាក់ទងមកកាន់កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនតាមរយៈលេខទូរស័ព្ទ0975 097 097